ជាដំបូងនាងខ្ញុំសូមគោរពជម្រាបសួរលោកគ្រូអ្នកគ្រូឧទ្ទេសនិងគ្រូសិស្សទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកពីថ្នាក់គណិតរូបកចំនួនទី32ឆ្នាំទី1នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាមថ្ងៃនេះផងដែរនាងខ្ញុំមកពីក្រុមទី5ដែលមានសមាជិកចំនួន4នាក់ដែលទី1គឺនាងខ្ញុំឈ្មោះថៃលីកាទី2គ្រូសិស្សមានសាភាទី3គ្រូសិស្សសិក្សានិងទី4គឺគ្រូសិស្សសាធារណៈក្នុងវីដេអូនេះផងដែរក្រុមរបស់នាងខ្ញុំនឹងមកធ្វើបទបង្ហាញអំពីដំណើរការក្នុងការផលិតម៉ាស៊ីនស្ទូចដែលដំណើរការដោយសម្ពាធអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរសូមអ្នកទាំងអស់គ្នារីករាយក្នុងការទស្សនាអំពីវីដេអូក្នុងការផលិតម៉ាស៊ីនស្ទូចទាំងអស់គ្នាចាហើយនេះគឺជាសម្ភារៈដែលយើងនឹងយកទៅបង្កើតឧបករណ៍ម៉ាស៊ីនស្ទូចរបស់យើងដែលមានដូចជាសារ៉ាំងចំនួន4មានខ្សែសរោមក្រដាសឡាំងស្នោកាយទីនិងប្រដាប់បាញ់បន្ទះឈើកូឡឺផាត់ពណ៌ចង្កឹះឈើហើយនិងសម្ភារៈផ្សេងទៀតដោយរូបដែលខ្ញុំបានបង្ហាញចាឥឡូវនេះយើងចាប់ផ្ដើមយកស្នោមកកាត់វាជាបន្ទះតូចៗរួចផ្គុំឲ្យបានចេញជារូបគូបហើយផាត់ពណ៌វាបែបនេះហើយក្នុងនោះយើងក៏ត្រូវកាត់ស្នោដើម្បីធ្វើជាប្លង់ទេចំនួន1សម្រាប់ដាក់សារ៉ាំងរបស់យើងចាឥឡូវយើងបានគប់មួយសម្រាប់ទ្រម៉ាស៊ីនស្ទូចហើយនឹងប្លង់ទេមួយសម្រាប់ទ្រសារ៉ាំងរបស់យើងចាហើយជំហានបន្ទាប់ទៀតគឺយើងត្រូវកាត់បន្ទះស្នោដើម្បីធ្វើជាដៃស្ទូចដូចនៅក្នុងរូបនៅក្នុងនោះផងដែរយើងក៏ត្រូវធ្វើជើងទម្រម៉ាស៊ីនស្ទូចរបស់យើងចំនួន2ដែលមានរាងចតុកោណភ្នែកក្រោយមកទៀតយើងត្រូវកាត់ក្រដាសឡាំងជាបន្ទះចតុកោណកែងតូចៗចំនួន2សម្រាប់ធ្វើជាដងបង្វិលឆ្វេងស្ដាំនៃម៉ាស៊ីនរបស់យើងក្នុងនោះយើងក៏ត្រូវការបន្ទះក្តារចំនួន1ផងដែរឥឡូវនេះយើងចាប់ផ្ដើមផ្គុំម៉ាស៊ីនស្ទូចដោយដំបូងយើងត្រូវយកគប់ទៅដាក់នៅលើបន្ទះក្តារហើយចំពោះជើងទម្រដៃស្ទូចនេះវិញគឺយើងត្រូវយកវាទាំងពីរទៅភ្ជាប់ជាមួយនឹងដៃស្ទូចដោយនៅក្នុងវីដេអូដែលបានបង្ហាញជាបន្តទៀតនោះគឺយើងត្រូវយកដងបង្វិលទាំងពីរទៅភ្ជាប់ជាមួយនឹងគប់ហើយយើងចាប់ផ្ដើមយកសារ៉ាំងចំនួន2មួយយើងដាក់នៅលើដងបង្វិលឆ្វេងស្ដាំហើយមួយទៀតយើងដាក់នៅលើគប់ដូចបង្ហាញនៅក្នុងវីដេអូរីឯសារ៉ាំងពីរទៀតយើងយកវាទៅបិទនៅលើប្លង់ទេហើយយើងចាប់ផ្ដើមភ្ជាប់ខ្សែសរោមពីចុងសារ៉ាំងមួយទៅចុងសារ៉ាំងមួយទៀតដូចនៅក្នុងវីដេអូចំពោះសារ៉ាំងនេះដែរគឺយើងបានដាក់ទឹកពណ៌ចំនួន2ដោយពណ៌ទឹកក្រូចគឺដាក់សារ៉ាំងតំណាងឲ្យការរំកិលវាទៅលើទៅក្រោមហើយចំពោះទឹកពណ៌ខៀវវិញគឺយើងដាក់នៅក្នុងសារ៉ាំងដែលតំណាងឲ្យការរំកិលទៅឆ្វេងស្ដាំក្រោយការផ្គុំបំណែកផ្សេងៗរួចមកយើងក៏ទទួលបានឧបករណ៍មួយដែលមានឈ្មោះថាម៉ាស៊ីនស្ទូចហើយបន្តិចទៀតនេះយើងនឹងទៅតាមដានទស្សនាអំពីដំណើរការរបស់វាដោយប្រើប្រាស់តាមរយៈគោលការណ៍ Pascal ដែលបានចែងថាកាលណាសម្ពាធខាងក្រៅត្រូវបានបញ្ចូលទៅក្នុងអង្គធាតុរាវដែលបិទជិតអង្គធាតុរាវបញ្ចូលសម្ពាធនោះទៅគ្រប់ទិសទីដោយបរិមាណស្មើគ្នាចាឥឡូវយើងមកតាមដានទស្សនាคลิปនេះដូចតទៅក្នុងវីដេអូនេះផងដែរនាងខ្ញុំនឹងមកធ្វើការពិសោធន៍អំពីដំណើរការម៉ាស៊ីនស្ទូចដែលយើងដឹងហើយថាម៉ាស៊ីនស្ទូចគឺជាម៉ាស៊ីនដែលគេប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដែលគេប្រើសម្រាប់លើកវត្ថុធ្ងន់ធ្ងរដែលមានដូចជារថយន្តឡានម៉ូតូអីជាដើមអញ្ចឹងហើយនៅពេលណាដែលយើងប្រើវាគឺវាចំណេញទាំងកម្លាំងពលកម្មនិងរយៈពេលដែលយើងប្រើប្រាស់ផងដែរអញ្ចឹងចំពោះសម្ភារៈរបស់ក្រុមនាងខ្ញុំដែលមានពីស្ទង់ពណ៌ទឹកក្រូចនៅពេលណាដែលយើងបាញ់វាចុះក្រោមគឺវានឹងផ្លាស់ទីឡើងលើនៅពេលណាដែលយើងដកសារ៉ាំងមកក្រោយវិញគឺវានឹងផ្លាស់ទីចុះក្រោមវិញចំណែកឯពីស្ទង់ដែលមានទឹកពណ៌ខៀវនៅពេលណាដែលយើងបាញ់វាទៅក្រោមវានឹងផ្លាស់ទីមកខាងឆ្វេងនៅពេលណាដែលយើងដកវាខាងចំពោះពីស្ទង់ពណ៌ខៀវនៅពេលណាដែលយើងបាញ់វាចុះក្រោមវានឹងផ្លាស់ទីមកខាងឆ្វេងនៅពេលណាដែលយើងដកវាចេញមកវិញវានឹងផ្លាស់ទីទៅខាងស្ដាំអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់សូមអ្នកទាំងអស់គ្នារីករាយក្នុងការទស្សនាវីដេអូពិសោធន៍ទាំងអស់គ្នាចុងក្រោយដំណើរការពិសោធន៍ក្នុងការដំណើរការម៉ាស៊ីនស្ទូចរបស់ក្រុមនាងខ្ញុំក៏មានតែប៉ុណ្្នឹងឯងហើយក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូឧទ្ទេសនិងគ្រូសិស្សទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការទស្សនាវីដេអូរបស់ក្រុមនាងខ្ញុំសូមអរគុណ